ក្មេងប្រុសហ្នឹងខ្ញុំទៅដល់ពុបចៃដល់ខ្ញុំទៅលេងនៅក្រែកពញាក្រែក បាទ ខ្ញុំទៅលេងពញាក្រែកគឺមិត្តភក្តិរបស់ខ្ញុំទៅលេងពញាក្រែកនៅមិត្តភក្តិរបស់ខ្ញុំអាសាទៅពួកយើងទៅលេងមិត្តភក្តិយើងនៅពញាក្រែកស្រាប់ហើយត្បូងខ្មុំទៅលេងហើយខ្ញុំក៏មិត្តភក្តិប្រាប់ថានោះប្អូនម្នាក់នេះយើងដាក់ឈ្មោះថាប្អូនឈ្មោះអារៀមចាស់ ណែរៀមតា ឈ្មោះអារៀម ចាបង យើងកុំនិយាយឈ្មោះគេយើង ឈ្មោះអារៀម ឈ្មោះរៀមចា ណែជុកភ័យនោះនៅកណ្ដាលភូមិកូននោះដូចត្រូវអំពើគេជុកភ័យអើយពីមុនណាអាកូននឹងបកកែណាលេងភ្លេងពិនពៀតអីលេខ1ហ្មងអានៀតឯកអានៀតអីស្គរអីវាចាប់មួយផ្លេតវាចេះលេងវាចេះលេងឆ្លាតកូនហ្នឹងអាយុតែ16ហ្នឹងឆ្នាំវើមែនអីហើយមិនទៅមានអីម៉ែអញឃើញស្មាទោសអត់ធ្វើអីទេរងឲ្យវាពាក់តែកម្មាមួយវាឈរអញ្ចឹងវាឈរសម្លឹងមើលដី ឈរមកកន្លែងអញ្ចឹង ឈរមកកន្លែង5ម៉ោង10ម៉ោងរហូតដល់ល្ងាចម៉ែក្លៀនបាយស៊ីបាយមកឈរអញ្ចឹងទៀតហើយបបន់មួយទឹកអង្គុយចាក់អញ្ចឹង ទៅអស់ទឹកអញ្ចឹងទៅ អស់ទឹកពីកធនឃើញមែនអ្វីដែលខ្ញុំឃើញពុបគឺក្មេងប្រុសម្នាក់នោះនៅក្នុងคลิปវីដេអូក៏នៅដល់ឥឡូវហ្នឹងគឺអញ្ចឹងស្លឹងមើលអីគឺស្លឹងមើលដូចមនុស្សមានតែប្រស័យភ្នែកតែមានវិញ្ញាណយល់ទេហ្នឹងដូចអត់មានវិញ្ញាណណាហើយខ្ញុំសួរថាថៃបានអញ្ចឹងធ្វើអំពើគេម៉ែឪពុកហ្នឹងនិយាយថាធ្វើអំពើគេធ្វើអំពើមិនយើងសុំអត់និយាយអ្វីដែលយើងសុំកាត់យើងខ្លាចនិយាយទៅប៉ះពាល់អីចឹងយើងក៏អត់និយាយទេយើងទុករក្សាសិទ្ធិនិងគោរពគេអូខេគាត់និយាយថាថ្ងៃហ្នឹងទៅលេងស្រុកក្មេងហ្នឹងគឺជាក្មេងដូចយើងទូទៅឲ្យឆ្លាតទីរៀនបកាយណាអាយុតែ16ក្មេងប្រុសហ្នឹងណាបាទឈ្មោះអារៀមហ្នឹងថ្ងៃមួយហ្នឹងគាត់នាំទៅលេងផ្ទះខាងញាតិគាត់មុនកើតរឿងមួយថ្ងៃនាំទៅលេងនៅផ្ទះញាតិគាត់ប្អូនស្រីគាត់ទៅដល់ពុបដេកគាត់ថាគាត់ដេកអញ្ចឹងតែថ្ងៃហ្នឹងដេកហើយស្អែកឡើងគាត់មកវិញអារៀមហ្នឹងនៅផ្ទះជាមួយប្អូនស្រីគាត់ហ្នឹងប្អូនគេហៅអីគេមីងហ៎នៅមួយមីងនៅមួយមីងនឹងឯងដល់ពេលដេកអញ្ចឹងទៅមានមីងមានប្តីមីងហើយមានប្អូនស្រីរបស់អារៀមហ្នឹងបាទអូខេដល់ពេលហ្នឹងទៅដល់ពេលថ្ងៃដែលម៉ែត្រឡប់មកវិញយប់ឡើងអារៀមហ្នឹងក៏ប្រាប់ម៉ែថាចេះពេលត្រឡប់ទៅផ្ទះវិញណាថាម៉ែអើយមិនសមមិញម៉ែឯងមានតែហៅខ្ញុំអត់ព្រោះពេលដេកពេលម៉ែមកអញ្ចឹងវានៅផ្ទះហ្នឹងតែយប់ឡើងយប់ថ្ងៃដែលម៉ែមកផ្ទះវិញហ្នឹងណាតែនៅផ្ទះមីងហ្នឹងណាគឺមានមនុស្សមកគោះទ្វារតុកហើយរៀមអើយរៀមជាសំឡេងម៉ែហើយរៀមក៏ថាបាទម៉ែតែបើកមើលអត់មានម៉ែម៉ោងប្រហែលជា8យប់ឯណាผมបើកទ្វារគេចូលអីបាទម៉ែស្មាម៉ែមកអញ្ចឹងណាក៏អត់ចាប់អារម្មណ៍ក៏ព្រលឹមឡើងក៏មកផ្ទះខ្លួនឯងវិញមកផ្ទះខ្លួនឯងវិញដែរចាប់ផ្ដើម2 3ថ្ងៃក្រោយមកក៏មានអារម្មណ៍ថាចេះប្រាប់ម៉ែខ្ញុំដូចខ្លួនអត់សូវស្រួលខ្លួនទេម៉ែសៀវសៀងសៀវអត់ស្រួលខ្លួនទៅរៀនបានអត់ម៉ែចេះចុះអញ្ចឹងណាពីមួយថ្ងៃទៅមួយថ្ងៃកូននឹងក៏អត់ស៊ីបាយអត់ស៊ីទឹកអត់នេះនោះក៏ឈានចូលដល់ដំណាក់កាលនោះនៅអញ្ចឹងម៉ែខ្ញុំសួរថាអូចុះមីងអត់នាំកូនមីងឯងទៅរកគ្រូអូខ្ញុំរកអស់ហើយចង់គ្រូខ្មែរគ្រូបកែណាតែចេះដល់ទៅពេលហ្នឹងយើងគេស្គាល់ច្រើនខ្ញុំប្រកាសទៅលីងមានគ្រូមួយហ្នឹងស្គាល់តែពេលហ្នឹងខ្ញុំថតคลิปក្មេងនោះឲ្យគេមើលសិនគឺក្មេងហ្នឹងអង្គុយអញ្ចឹងខ្ញុំចាប់ទាញមុខវាអូនមើលកាមេរ៉ាទាញអត់ទៅតែខ្ញុំមានធំរឹងទាញអត់ទៅហើយភ្នែកអញ្ចឹងខ្ញុំពិបាកនឹងអធិប្បាយដែរអានឹងអ្វីដែលខ្ញុំឃើញខ្ញុំពីមុនខ្ញុំមិនសូវជឿរឿងអញ្ចឹងទេខ្ញុំឃើញនៅខ្លួនឯងហើយคลิปហ្នឹងនៅតែដល់ឥឡូវហ្នឹងដល់ពេលហ្នឹងវាស្រឡឹងមើលដីអញ្ចឹងហើយកឡើងអញ្ចឹងកឡើងចង់កោងហ្នឹងលាកតាកាម៉ាមួយឈើមើលដីអញ្ចឹង